នេះសម្រាប់មាសអ្នកនរគ្នាបើសម្រាប់មាសក៏ធ្លាក់ខ្លាំងដែរ4 5ថ្ងៃចុងក្រោយនេះគឺធ្លាក់យកហ្មងបន្ទាប់ពីវាឡើងដល់ all time high របស់វាគឺ$5,925ក្នុងមួយអោនគ្រាន់តែឡើងដល់នឹងភ្លាម2 3ថ្ងៃបន្ទាប់ក្រោយមកគឺវាធ្លាក់ចុះខ្លាំងមែនតើធ្លាក់ឡើង1000លេខជាងអ្នកនរគ្នាតាំងពី5,600រហូតធ្លាក់ដល់4,400ជាងតែឥឡូវនេះវាឡើងមកវិញបានខ្លះហើយនៅតម្លៃ4,700ជាងក្នុងមួយអោនចឹងបើសិនជាអ្នកនរគ្នាឆ្លាញ់មាសចង់ទិញទុកអាចមើលបានមាសនៅលើ Binance គឺអត់ទាន់មាននឹង spot ទេអ្នកនរគ្នាតែបើចង់ទិញនឹង spot តើតែមើលនឹង app OKX អាហ្នឹងគឺមានអាចទិញក្នុង spot បានតែបើក្នុង Binance គេទើបតែ list នៅក្នុង future ទេចឹងគឺនេះគឺវាកំពុងធ្លាក់ខ្លាំងហើយអត់ដឹងថាវាធ្លាក់បន្តទៀតឬក៏វាបន្តឡើងទៅលើទាំងអ្នកនរគ្នាចឹងសម្រាប់មាសគឺតម្លៃប៉ុណ្នេះគឺគួរសមដែរតម្លៃ4,000ជាងចឹងបើអ្នកនរគ្នាចង់ទិញបែប DCA អីអាចមើលបានបើសិនជាវាធ្លាក់ទៀតយើងអាចទិញថែមទៀតចឹងណាតែវាឡើងទៅវិញគឺអាចល្អដែរបាទអញ្ចឹងសម្រាប់មាសមានតែប៉ុណ្្នឹងអ្នកនរគ្នាអរគុណ